ពេលដែលបានទៅដល់ចឹងអ្នកទាំងអស់គ្នាមុននឹងប្រើសូមដកនេះចេញសិនណាអានេះទៅអត់ដកចេញគឺចុចកុងតាក់អីអត់ត្រូវទេគឺអត់ដើរតែម្ដងចេញទៅដកវាចេញហើយចាំដាក់វាចូលបែបនេះហើយចាប់ដើមបើកកុងតាក់ចិត្តប្រើនេះគឺរបៀបប្រើអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលមួយបាននេះគឺប៊ូតុងបិទបើកប៊ូតុងបំបត្តិខ្លោនេះប៊ូតុងបដូរមុខងារហើយនេះសីតុណ្ហភាពដែលវាកំណត់អូតូហើយបើតែយើងចង់បានលេខនឹងយើងចង់បន្ថែមយើងចុចលេខបូកចង់បន្ថយចុចលេខដកអញ្ចឹងឥឡូវយើងមើលទាំងអស់គ្នាចឹងនេះបើកមកវាមិនតាន់លោតអីទេតើយើងចុចកន្លែងនេះមួយទៀតដើម្បីរើសមុខងារនេះមុខងារ42អង្សាvàកណ្ដាលទឹកដោះអានេះទឹកដោះយើងយកបញ្ចេញពីទូទឹកកកហើយនេះគឺទឹកដោះកកតែម្ដងនេះមុខងារឆុងតែមុខងារសម្រាប់មេរោគមុខងារស្រោះដបស្ងោរដបអញ្ចឹងឧទាហរណ៍ខ្ញុំយកលេខ42តែខ្ញុំមិនចង់បានឲ្យវានៅ42នោះទេអញ្ចឹងខ្ញុំចង់43 44អញ្ចឹងទៅណាហើយនេះអេក្រង់ដែលសីតុណ្ហភាពទឹកឥឡូវហ្នឹងវាកំពុងតែក្តៅប្រមុនហ្នឹងខ្ញុំបានដាំទឹក60អង្សាអញ្ចឹងវាលោតខ្ពស់ដល់88តែអានេះគឺអេក្រង់ដែលយើងកំណត់បានថាយើងកំណត់44ទៀតលេខហ្នឹងវានឹងចុះរហូតទៅដល់44ស្មើគ្នាវាឡើងចុះទៀតហើយតែយើងចង់បានន័យថាបើសិនជាឥឡូវយើងចង់ដាំទឹកឲ្យវាពុះហើយបំបត្តិខ្លោអ្នកទាំងអស់នេះយកមុខងារជ្រើសរើសមុខងារឲ្យហើយឥឡូវចង់ឲ្យវាដាំពុះហើយវានៅសល់សីតុណ្ហភាពប្រហែល55ចឹងយក55ហើយតោះមកចុចបំបត្តិខ្លោគឺវារត់ភ្លើង2ហ្នឹងឯងចឹងបានន័យថាឥឡូវវាបំបត្តិខ្លោហើយបន្ទាប់មកសន្ទុះធំហើយវានឹងចុះទៅដល់លេខ55ដែលអ្នកទាំងអស់គ្នាបានកំណត់ហ្នឹងឯងចឹងលេខឡើងនេះគឺឡើងទៅដល់ឡើងនេះជាអក្រង់ដែលយើងមើលទឹកឥឡូវហ្នឹងវានៅសីតុណ្ហភាពណាអញ្ចឹងរបៀបប្រើគឺមានប៉ុណ្ណឹងហើយសម្រាប់មុខងារមួយទៀតដែលអ្នកទាំងអស់នេះឆ្ងល់ហើយឆ្ងល់ដល់សម្រាប់មេរោគនេះខ្ញុំចុចបិទមួយសិនបាទនេះទៀតអានេះគឺមុខងារសម្រាប់មេរោគនៅក្នុងទឹកឬក៏អ្នកទាំងអស់គ្នាដាក់ steril អីបានអីនៅខាងក្នុងហ្នឹងបដាបងអូនបៀមលេងមុំលេងអញ្ចឹងយើងចង់ steril 1 2នៅខាងក្នុងហ្នឹងបានអញ្ចឹងយើងដាក់ទៅគឺវានឹងចាប់ផ្ដើមសម្រាប់មេរោគនៅក្នុងហ្នឹងរយៈពេល10នាទីទឹកអីហ្នឹងគឺសម្រាប់មេរោគជាមួយរបស់ហ្នឹងមក10នាទីបើវាឈប់ពុះបាទនេះគេដាក់បញ្ជាក់ដែរសម្រាប់មេរោគ10នាទីហើយនេះពិបាកខ្លោអញ្ចឹងរបៀបប្រើមានប៉ុណ្ណឹងអរគុណ